MG ZS ពេលណាបដូររៀង MG ZS ឆ្នាំ2026ពេលណាមកដល់កម្ពុជាជំរាបសួរបងប្អូនគ្នានេះគឺជារយន្តដែលបងប្អូនគ្នាតែងតែទន្ទឹងរង់ចាំទៅលើការផ្លាស់ប្ដូររូបរាងនិងការមកដល់ទីផ្សារប្រទេសកម្ពុជារបស់យើងហើយនេះគឺជាបទបង្ហាញតាក់ទងទៅនឹងរយន្តលក្ខណៈគ្រួសារ MG ZS ឆ្នាំ2026នាំចូលផ្ដាច់មុខដោយក្រុមហ៊ុន MG Cambodiaសម្រាប់រយន្ត MG ZS គឺជារយន្តមួយដែលទទួលបានការពេញនិយមខ្លាំងសម្រាប់ការប្រើប្រាស់ហើយជាក់ស្ដែងហ្មងមួយនេះគឺជា MG ZS ឆ្នាំ2026ដែលបានធ្វើការផ្លាស់ប្ដូររូបរាងថ្មីផងដែរហើយតម្លៃនៅតែក្រោម$30,000គឺជាង$20,000សម្រាប់ឲ្យបងប្អូនគ្នានៅតែអាចពិចារណាបានជាមួយនឹងរូបរាងកាន់តែស្ពណ៌ជាងមុនទាក់ទាញជាងមុនហើយជាមួយនឹងបច្ចេកវិទ្យាដែលបំពេញលើការប្រើប្រាស់ប្រចាំថ្ងៃរបស់បងប្អូនគ្នាអញ្ចឹងជាក់ស្ដែងហ្មងបងប្អូនគ្នាសម្រាប់ផ្នែកខាងមុខគឺផ្លាស់ប្ដូរដោយបងប្អូនគ្នាបានឃើញហើយក៏បានបំពាក់ជាមួយនឹងសំណុំចង្គៀងអំពូល daytime running light ក៏ដូចជាភ្លើងសញ្ញោនឹងគឺប្រើប្រាស់ជាមួយនឹងអំពូល LED ហើយសំណុំចង្គៀងក៏ប្រើប្រាស់ជាមួយនឹងអំពូល LED ដូចគ្នាភ្ជាប់ជាមួយនឹងមុខងារបិទបើកភ្លើងដោយស្វ័យប្រវត្តិហើយក៏មានផងដែរជាមួយនឹងការសារ៉េនៅកម្ពស់ភ្លើងទៅតាមតម្រូវការនៃការប្រើប្រាស់ជាក់ស្ដែងរបស់បងប្អូនគ្នាផងដែរហើយសម្រាប់ផ្នែកចំហៀងវិញថាកង់បានលេងជាប្រភេទ alloy wheel រចនាជា2ពណ៌ហើយក៏មានទំហំ17អ៊ីងផងដែរហើយនៅផ្នែកខាងក្រៅក៏ដូចគ្នាផងដែរបានប្រើប្រាស់ជាមួយនឹងសំណុំចង្គៀងអំពូល LEDហើយក៏មានជាមួយនឹង sensor កាមេរ៉ាមើលក្រោយដែលផ្ដល់សុវត្ថិភាពរកការចេញចូលចំណតជូនបងប្អូនគ្នាផងដែរអ្វីដែលកាន់តែពិសេសណាសម្រាប់ក្លឹបនៅផ្នែកខាងក្រោយគឺមានទំហំធំទូលាយយើងអាចទុកដាក់អីវ៉ាន់សម្រាប់ដំណើរកម្សាន្តរបស់យើងបានមកឆ្ងាញ់បងប្អូនគ្នាហើយបើសិនជាយើងជិះតែ2នាក់វិញណាយើងអាចធ្វើការបត់នៅកៅអីជួរទី2អញ្ចឹងកៅអីជួរទី2ជាមួយនឹងក្លឹបផ្នែកខាងក្រោយហ្នឹងទំហំសរុបដែលយើងអាចធ្វើការផ្ទុកដាក់អីវ៉ាន់របស់យើងបានរហូតដល់1457លីត្រនេះគឺជាទំហំមួយដែលធំផ្ដល់ជម្រើសសម្រាប់ការប្រើប្រាស់មិនថាលក្ខណៈគ្រួសារឬក៏ដំណើរកម្សាន្តរបស់បងប្អូនគ្នាដោយភាពរីករាយផងដែរហើយសម្រាប់លើកនេះផងដែរសម្រាប់ឆ្នាំ2026នេះ MG ZS ក៏មានទំហំធំជាងមុនដែរបងប្អូនគ្នាអញ្ចឹងសម្រាប់ប្រវែងបណ្ដោយសរុបមានរហូតដល់4430មីលីម៉ែត្រទទឹង1818មីលីម៉ែត្រនិងកម្ពស់1635មីលីម៉ែត្ររីឯប្រវែងគម្លាតកង់មកក្រោយគឺ1630មីលីម៉ែត្រផងដែរអូខេបងប្អូនគ្នាឥឡូវនេះបន្តជាមួយខ្ញុំទៅកាន់លក្ខណៈពិសេសនៅផ្នែកខាងក្នុងទាំងអស់គ្នាអូខេបងប្អូនចូលមកដល់ផ្នែកខាងក្នុងអ្វីដែលចាប់អារម្មណ៍ហ្មងគឺបរិក្ខារហើយក៏ដូចជាការលេងជាមួយនឹងស្បែកហើយទុនល្មើយហ្មងស្ទាបទៅគឺទុនតែម្ដងហើយមួយទៀតគឺទំហំយ៉ាងធំទូលាយជាក់ស្ដែងហ្មងតាក់ទងទៅនឹងកៅអីពូកស្បែកនេះគឺនៅផ្នែកកណ្ដាលនេះគេធ្វើរៀងមានកន្លែងប្រហោងដើម្បីឲ្យលំហូរខ្យល់ចូលទៅកុំឲ្យយើងស្អុះជាមួយខ្នងរបស់យើងកន្លែងនេះគឺទុនតែម្ដងតាក់ទងទៅនឹងបរិក្ខារមួយចំនួនក៏គេបានលេងជាមួយនឹងស្បែកទុនសម្រាប់ texture ក៏មានផងដែរសម្រាប់រថយន្តមួយនេះអញ្ចឹងជាក់ស្ដែងហ្មងអ្វីដែលចាប់អារម្មណ៍ខ្លាំងហ្មងគឺតាក់ទងទៅនឹងអេក្រង់កុងទ័រនិងអេក្រង់កំសាន្តទំហំធំមែនតើបងប្អូនគ្នាជាក់ស្ដែងហ្មងអេក្រង់កុងទ័រទំហំរហូតដល់ 12.3 អ៊ីងហើយអេក្រង់កំសាន្តក៏មានទំហំ 12.3 អ៊ីងដូចគ្នាផងដែរហើយការនេះពិសេសហ្នឹងគឺភ្ជាប់ជាមួយនឹងមុខងារ Apple CarPlay និង Android Auto អញ្ចឹងអនុញ្ញាតឲ្យយើងធ្វើការស្ដាប់តន្ត្រីក៏ដូចជាមើលផែនទីតាមរយៈ Google Maps បានផងដែរចឹងយើងចង់សរសេរខ្មែរឬក៏អីយើងអាចថាច់នៅលើអេក្រង់នេះបានហើយអេក្រង់នេះគឺថាច់មក smooth តែម្ដងហើយជាពិសេសគេធ្វើបែបរៀង matte គ្រើមណាដែលធ្វើឲ្យការចុចរបស់យើងហ្នឹងគឺមានភាពងាយស្រួលមែនទែនសម្រាប់ការប្រើប្រាស់ទៅលើមុខងារកំសាន្តក៏ដូចជាមុខងារយ៉ាងសម្បូរបែបនៅលើអេក្រង់មួយនេះផងដែរការនេះពិសេសមួយទៀតសម្រាប់ដៃចកោទៅណាគឺបងប្អូនគ្នាអាចសារ៉េទុនរឹងទៅតាមអេយ៉ាបតនៃការចង់បានបងប្អូនគ្នាអញ្ចឹងយើងមកកន្លែងនេះមកអញ្ចឹងកន្លែង comfort នេះគឺវារៀងធូរងាយស្រួលលើការប្រើប្រាស់ហើយនេះ normal គឺទូទៅធម្មតាហើយបើសិនចង់រៀងរឹងយើងមករៀង sport មកចកោរៀងរឹងអញ្ចឹងយើងយើងចង់បានអារម្មណ៍ sport គឺបានដូចគ្នាផងដែរអញ្ចឹងអាស្រ័យទៅលើការចង់បានបងប្អូនគ្នាហើយប្រព័ន្ធ Frank គឺមានច្រើន auto hold Frank Electronic ហើយក៏មានផងដែរជាមួយនឹងប្រព័ន្ធជំនួយពេលយើងចុះពីចំណោតអីផ្សេងៗក៏មានហើយប្រព័ន្ធទូលបំណឹងក៏មានដូចគ្នាផងដែរសម្រាប់រថយន្តមួយនេះហើយមួយវិញទៀតតកតងទៅនឹងដំបូលកញ្ចក់នៅផ្នែកខាងលើហើយក៏យើងអាចធ្វើការបើកដំបូលនេះបានផងដែរទទួលបានទាំងកម្រិតពន្លឺហើយក៏ដូចជាទទួលបាននូវខ្យល់អាកាសផងដែរហើយសំខាន់ហ្នឹងគឺមានអាណាំងសម្រាប់ការពារពីកម្ដៅពីផ្នែកខាងលើផងដែរអញ្ចឹងវាផ្ដល់ឲ្យផាសុខភាពលើការប្រើប្រាស់កន្លែងទុកដាក់អីវ៉ាន់វិញក៏មានច្រើនដែរបងប្អូនគ្នាកន្លែងដាក់កែវទឹកកន្លែងដាក់សម្ភារៈតូចៗនៅផ្នែកខាងមុខអ្នករួមដំណើរនៅផ្នែកខាងមុខហើយកន្លែងនេះក៏យើងអាចធ្វើការទុកទូរស័ព្ទរបស់យើងសាកថ្មទូរស័ព្ទតាមរយៈរុន USB Type A និង Type C ហើយក៏មានផងដែរជាមួយនឹងភ្លើងកតុយបារីដែលយើងអាចធ្វើការតជាមួយនឹង adapter ទៅយើងយកប្រភពថាមពលបានហើយមកសាកជាមួយនឹងទូរស័ព្ទរបស់យើងនៅផ្នែកខាងក្រៅក៏មានផងដែរ
ផ្ដល់ជំរឿនលើការប្រើប្រាស់ហើយកន្លែងម៉ាស៊ីនត្រជាក់ក៏មានដូចគ្នានៅផ្នែកខាងក្រោយជារួមហ្មងសម្រាប់អ្នករួមដំណើរនៅផ្នែកខាងក្រោយក៏មានទំហំធំទូលាយហើយគាត់ក៏អាចធ្វើការសាកទូរស័ព្ទដៃរបស់គាត់ហើយទទួលបានរុនបញ្ចេញខ្យល់ម៉ាស៊ីនត្រជាក់ផងដែរហើយអ្វីដែលកាន់ពិសេសនៅ console កណ្ដាលនេះគឺបានបំពាក់ជាមួយនឹងប្រអប់លេខ8វគ្គស្វ័យប្រវត្តិហើយក៏អត់ចោលជាមួយនឹង Frank Dial Electronic ហើយក៏មានជាមួយនឹងមុខងារ Auto Hold ផងដែរអញ្ចឹងវាផ្ដល់នូវភាពងាយស្រួលសម្រាប់ការប្រើប្រាស់នៅពេលដែលយើងឈប់អីចឹងគឺយើងអាចសម្រាកជើងរបស់យើងបានផងដែរមួយវិញទៀតតកតងទៅនឹងប្រព័ន្ធវាស់សម្ពាធខ្យល់កង់រថយន្តក៏មានផងដែរ TPMS មករួចជាស្រេចជារួមហ្មងយើងទិញរថយន្តនេះយើងអត់ចាំបាច់ទៅឡើង accessory អីនាំតែខាតលុយបងប្អូនគ្នាហើយវាបង្ហាញនៅលើអេក្រង់កុងទ័រនេះយ៉ាងត្រជាក់ភ្នែកតែម្ដងខ្ញុំសរសើរទៅលើកម្រិតគុណភាពអេក្រង់កុងទ័រហើយគេលេង graphic មកគឺស្អាតសម្រាប់អេក្រង់កុងទ័រមួយនេះដែលទំហំខ្ញុំបានប្រាប់ហើយគឺទំហំ 12.3 អ៊ីងហើយបើនិយាយពីបទពិសោធន៍នៃការបើកបររបស់ខ្ញុំចាប់អារម្មណ៍ថាម៉ាស៊ីន 1.5 4 ស៊ីឡាំងនេះគឺយើងបើកបរបាន smooth ហ្មងជាមួយនឹងប្រអប់លេខ8វគ្គជន់បានហើយជន់ហ្នឹងគឺអត់កញ្ឆក់ជន់ទៅគឺ smooth ផ្ដល់នូវផាសុកភាពលើការបើកបរតែម្ដងបងប្អូនគ្នាហើយក៏អត់ចោលផងដែរជាមួយនឹងមុខងារបាន cruise control ដែលយើងអាចធ្វើការកំណត់ល្បឿនបើកបរតាមរយន្តនៅផ្នែកខាងមុខអីហ្នឹងគឺវាផ្ដល់នូវអត្ថប្រយោជន៍នៅពេលបងប្អូនគ្នាឡើងទៅផ្លូវល្បឿនលឿនឬក៏ផ្លូវខេត្តដែលទលាយយើងអាចសម្រាកជើងរបស់យើងបានផងដែរហើយបន្ថែមពីនេះក៏មានប្រព័ន្ធហ្វ្រាំងសុវត្ថិភាពជាច្រើនផងដែរបានបំពាក់មករួចជាស្រេចសម្រាប់បងប្អូនគ្នាលើការប្រើប្រាស់មានផាសុកភាពមិនសមចៃហើយនិងសុវត្ថិភាពផងដែរបាទបងប្អូនគ្នាតើបងប្អូនគ្នាយល់យ៉ាងណាដែរសម្រាប់ចំណាប់អារម្មណ៍ខ្លីៗទៅលើចំណុចសំខាន់ៗទៅលើរថយន្តលក្ខណៈគ្រួសារទើបតែមកដល់ក្តៅៗគឺរថយន្ត MG ZS ឆ្នាំ2026ហើយអ្វីដែលកាន់តែពិសេសណាគឺតម្លៃនៅតែក្រោម$30,000ដដែលទេជារួមគឺតម្លៃជាង$20,000ហើយបងប្អូនគ្នាអាចរកទិញបានពី MG Cambodia រាល់ការទិញរថយន្តពី MG Cambodia បងប្អូនគ្នានឹងទទួលបាននៅរយៈពេលនៃការធានារហូតដល់រយៈពេល5ឆ្នាំសម្រាប់ព័ត៌មានបន្ថែមបងប្អូនគ្នាអាចទាក់ទងបានទៅកាន់ MG Cambodia ឬតាមរយៈលេខទូរស័ព្ទដែលខ្ញុំនឹងដាក់នៅក្នុងវីដេអូមួយនេះផងដែរអរគុណបងប្អូនគ្នាកុំភ្លេចទៅកាន់ដៃចង្កូតធ្វើការបើកបរសាកល្បងហើយមើលរថយន្តដោយផ្ទាល់បើកដោយផ្ទាល់នៅ MG Cambodia អរគុណបងប្អូនគ្នាសម្រាប់ការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់សូមជូនពរបងប្អូនគ្នាទទួលបាននូវសំណាងល្អនិងសុខភាពល្អពីខ្ញុំក្នុងក្រុមការងាររបស់ Camboto សូមអរគុណនិងសូមជម្រាបជួបគ្នានៅវីដេអូក្រោយ